អ្នកទាំងគ្នាមានដែរជួបរឿងនឹងអត់នៅពេលដែលយើងត្រូវបានគេហៅជប់សួរនាំយើងខ្លាចថាយើងត្រូវហើយគឺច្រឡំថាយើងខុសអត់មានអ្នកជួយបកកែកឬក៏មានមនុស្សចម្លែកមកគោះទ្វារកញ្ចក់យើងអីយើងប្រកាសជាមានក្តីបារម្ភយើងមិនបាច់ស្រវាទៅយកទូរស័ព្ទមកថតនាំតែគេដឹងឬក៏ពិបាកយកដៃកាន់ថតនោះទេយើងរក្សាចិត្តឲ្យស្ងប់ហើយប្រាប់កាមេរ៉ាសុវត្ថិភាពហ្នឹងឲ្យងាកមុខមកផ្នែកខាងឆ្វេង capture left ដើម្បីឲ្យថតយកតាំងទុកបានភ្លាមឬក៏ capture right វានឹងរេទៅរកកញ្ចក់នៅខាងស្ដាំអញ្ចឹងមិនថាគេដើរមកពីខាងណាឬក៏មានរឿងកាត់ឡើងពីខាងណាទេយើងចង់ចាប់សកម្មភាពនៅខាងក្នុងរថយន្តរបស់យើងតែម្ដងយើងប្រាប់ថា capture inside អញ្ចឹងកាមេរ៉ាសុវត្ថិភាពនេះវានឹងរេមកចាប់ប្លង់ខាងក្នុងបានទូលាយជាមួយនឹងសំឡេងច្បាស់តែម្ដងហើយបែបនេះយើងអាចរក្សាផុសតាំងទុកបានភ្លាមឧទាហរណ៍ថាបើគេគោះទ្វារកញ្ចក់យើងអាចបើកកញ្ចក់និយាយអញ្ចឹងទៅ capture leftបែបនេះកាមេរ៉ានឹងរេមកខាងឆ្វេងយើងអាចឃើញថាវាចាប់សកម្មភាពបានភ្លាមជាមួយនឹងការផ្ដល់ប្លង់ទូលាយឃើញដល់ខាងក្រៅហើយវាទប់ពលឺស្ញាច់បានទៀតដោយសារវាមានមុខងារ HDR ចឹងហើយទីអាចឃើញមុខមនុស្សដែលមកនិយាយជាមួយនឹងយើងក៏ទុកជាផុសតាំងជាមួយនឹងការចាត់ទីតាំងផងដែរបែបនេះវាល្អព្រោះយើងក៏អាច save copy file ទុកភ្លាមដាក់ចូលក្នុងទូរស័ព្ទឬក៏បង្ហោះភ្លាមបានជៀសវាងគេដក memory យើងទុកនៅពេលក្រោយសំខាន់យើងអាចឆែកមើល live ភ្លាមដឹងពីទីតាំងច្បាស់តែម្ដងហើយបើមានរឿងអ្វីកើតឡើងតាមផ្លូវកាមេរ៉ាចិត្តសម័យនេះក៏ផ្ដល់ជម្រើសឲ្យយើងអាចកំណត់ដាក់បង្ហាញទិន្នន័យពីល្បឿនដែលរថយន្តយើងកំពុងបើកបរបង្ហាញពី graphic ចលនាឡានបើកនៅលើផ្លូវនិងបង្ហាញពីថ្ងៃខែម៉ោងក៏ដូចជាទីតាំងទិសតំបន់ជាតួលេខទុកឲ្យយើងស្រួលយកទៅមើលនៅលើផែនទីផ្ទាល់ទាំងអស់គ្នាផងដែរនិយាយរួមបើមានគេប៉ះឡានយើងមានកាមេរ៉ាមួយនេះមិនពិបាកខ្លាចថាគេប្រកែកយកត្រូវឡើយដោយសារវាក៏នឹងអូតូដឹងពីកម្លាំងអុកប៉ះទង្គិចវាថតអូតូដោយស្វ័យប្រវត្តិយកផ្នែកសំខាន់នឹងភ្លាមរក្សាកាត់ជាវីដេអូខ្លីទុកឲ្យយើងថែមទៀតផងមិនពិបាកយើងចូលទៅខាទៅមកតម្រាំរកចំណុចឃើញឡើយមិនត្រឹមតែប៉ុណ្្នឹងទេពេលដែលចោតចោលផ្នែកវាអាចធ្វើការជាមួយមុខងារ AI motion detection ចំនួនទី2បើកសម្គាល់ពេលមានមនុស្សដើរកាត់គួរឲ្យសង្ស័យវារាទៅមកថតចាប់យកកាយវិការជាប់រួចផ្ដល់ដំណឹងមកឲ្យទូរស័ព្ទយើងវិញទាំងខ្លឹមសារពីការសង្ស័យនឹងថាមានមនុស្សប្លែកមុខដើរជិតរថយន្តយើងនឹងប្រាប់ថាវាថត clip វីដេអូទុកបង្ហោះចូល cloud ឲ្យយើងបានដឹងទៀតផងរួមជាមួយនឹងការ save ទុកទីតាំងផងដែរអញ្ចឹងបើទោះជាគេចូលទៅដក memory ក្នុងឡានយើងហើយក៏គេមិនអាចលុបវីដេអូដែលបង្ហោះទៅលើ cloud បានឡើយបើណាបង្ហោះទៅលើមេឃដាក់ក្នុង account របស់យើងឡើយយើងជាម្ចាស់កណន័យបានមើលឃើញបែបនេះយើងស្រួលចាត់ការរកវិញតាមក្រោយឬបង្ហាញទៅដល់សមត្ថកិច្ចបានខ្ញុំក៏សូមបញ្ជាក់ថាដើម្បីដំណើរការមុខងារមើលរថយន្តពីចម្ងាយនឹងបាន24ម៉ោងគឺយើងត្រូវភ្ជាប់ជាមួយ DOM 4G hardwire kit នេះជាមុនសិនដែលវាមានបន្ថែមមកជាស្រេចពេលដែលយើងទិញឈុតកាមេរ៉ា7សម័យស៊េរីថ្មី Omni X800 តម្លៃ$319នេះគេថែមទាំង SIM card មានអ៊ីនធឺណិតមកជាស្រេចជាមួយនឹង memory card 256GB ផងដែរតែបើចង់សន្សំលុយជាងនេះវាក៏មានជម្រើសឈុតតម្លៃ$259មួយទៀតដូចគ្នាវាមានបន្ថែម memory card តែមិនមាន DOM 4G និង data SIM នោះទេគ្រាន់តែបើចង់បានបបពិសោធន៍ពេញហ្មងខ្ញុំពិតជាណែនាំឲ្យថែមលុយបន្តិចយកឲ្យឈុតធំហើយនេះមែនខ្ញុំមិនដែលគិតថាយើងដើរដល់ពេលដែលគុណភាពវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តអាចប្រើជំនួសកាមេរ៉ាពពុះ action camera បានមួយគ្រាបែបនេះទេសំខាន់យើងអាច rotate ray វាងាកកទៅមកបានដល់ទៅ360 degree បែបនឹងបានរអិលគឺប្រកាសមិនមែនជាអ្វីដែលយើងងាយឃើញរាល់ថ្ងៃឡើយដោយសារក្នុងនេះគេប្រើ Hall effect sensor បំពាក់មកជាមួយប្រព័ន្ធ magnetic ដែលឆ្លើយតបទំនាញសម្ពាធគ្នាទៅមកបានថេរជាងពពុះ mechanic អញ្ចឹងហើយបានជាកវាអាចរេទៅមក smooth រអិលល្អមែនតើយើងមិនចាំបារម្ភថាមានពេលណាកវាងាកទៅឬក៏តាក់ដូចជា gimbal ដាក់កាមេរ៉ាទូទៅនោះឡើយអ្វីដែលកាន់តែសំខាន់នោះជាមួយការបន្ថែម DOM 4G មកស្រាប់ទៀតគឺវាកាន់តែផ្ដល់សុវត្ថិភាពគ្រប់ពេលបានន័យថាយើងអាចឃ្លាំមើលរថយន្តយើងបានគ្រប់ពេលទាំងចិត្តនិងឆ្ងាយដីរាប់ពាន់រាប់រយគីឡូក៏មើលឃើញដែរតួយើងនៅស្រុកក្រៅឆ្ងាយណាក៏នៅតែឃើញដែរហើយវាធ្វើបានដូចគេផ្សព្វផ្សាយអញ្ចឹងបែបនេះវាល្អមួយយ៉ាងសម្រាប់អ្នកដែលឲ្យឡានគេខ្ចីឬក៏ឲ្យបងប្អូនជិះស្រួលតាមដានថាគាត់យកទៅដឹកអីវ៉ាន់ឬក៏ទៅដឹកនារីយើងអាចបញ្ជាបង្វិលពី app មើល live ផ្ទាល់ទៅក្នុងរថយន្តយើងឃើញទាំងអស់ពេញកណ្ដាលមុខចំតែម្ដងណាមួយមាន lens នេះវាថែមទាំងចាប់ប្លង់បានទូលាយទៀតផងកែមវាក៏មិនកោងទាញខូចសាច់ detail ចេញវិញដែរវាថតបានត្រង់ស្មើជាង lens ទូរស័ព្ទទៅទៀតលើពីនេះអ្វីដែលធ្វើឲ្យគុណភាពវាទាញបានខ្ពស់បែបនឹងបានគឺ sensor Sony Starvis 2 IMX 678ដែលធ្វើការជាមួយ chip 4 core 12 nanometer នៅក្នុងនឹងអាច capture សាច់វីដេអូបានដល់កម្រិត 4K 60 frame
ឃើញចលនា smooth រអិលទៀតផងវាធ្វើការបានច្បាស់ខ្លាំងនៅពេលថ្ងៃទោះបីឡានបើកបនក្នុងល្បឿនលឿនក៏យើងនៅតែអាចស្កប់ចលនាទាន់ល្មមសម្គាល់ផិនភាគយានយន្តគ្រប់ប្រភេទឆាប់ចេញត្រីម៉ត់ទាំងពណ៌ដិតស្រស់និង zoom មើលគៀកស្លាកលេខក៏ដូចជាយីហោ banner និងយីហោហាងតាមផ្លូវច្បាស់គ្រប់គ្រាន់ផងដែរទាំងពេលយប់ក៏វាធ្វើការបានល្អវាមាន Lumi Vision ដែលសម្គាល់ដឹងពីបរិយាកាសធ្វើការអូតូគ្រប់គ្រងពន្លឺទាញកំណត់ gain និងទប់ noise ដោយស្វ័យប្រវត្តិវាគ្រប់គ្រងស្នាមអុចមិនឲ្យឡើងរំខានខ្លាំងឡើយសំខាន់ពណ៌វាមិនថយស្លេកដូចជាកាមេរ៉ាដទៃនោះទេគ្រាន់តែបើចូលកន្លែងងងឹតស្ទើរពន្លឺខ្លាំងវាក៏រៀងចាប់រូបភាពឃើញធ្លាក់សាច់ស្រាលបន្តិចតួអក្សរនិងលេខអាចនឹងឃើញជ្រុះ detail ច្រើនផងដែរហើយខ្ញុំសង្កល់ឃើញថាកន្លែងមានអំពូលច្រើនវាក៏រៀងចាំងផ្លាតពន្លឺចូលប្លង់វីដេអូច្រើនដូចគ្នាខ្ញុំដឹងថានេះជាកាមេរ៉ាសុវត្ថិភាពគ្មាននរណាខ្វល់ច្រើននោះទេតែនេះគ្រាន់តែជាចំណុចដែលខ្ញុំចង់ឃើញចិត្តសម័យដ៏ខាត់បន្ថែមនៅលើ sensor ចំនួនក្រោយអូខ្ញុំភ្លេចប្រាប់ថាវាក៏មានបន្ថែមកាមេរ៉ាក្រោយកម្រិត Full HD ដែល support HDR ដូចជាកាមេរ៉ាខាងមុខដែរបើទោះវាមិនម៉ត់ខ្លាំងដូច 4K តែប៉ុណ្នេះវាច្បាស់គ្រប់គ្រាន់ល្មមដឹងថាអ្នកណាចូលយើងពីខាងក្រោយបានចំណែករបៀបដំឡើងកាមេរ៉ាទាំងមុខនិងក្រោយនេះក៏មិនខុសពីវិធីដែលខ្ញុំបានប្រាប់នៅលើវីដេអូ70ម៉ៃ A810 លើកមុនដែរយើងអាចដំឡើងខ្លួនឯងបានបើសិនជាយើង upgrade មកកាមេរ៉ានេះមានកាមេរ៉ាមុនហើយយើងគ្រាន់តែដកកាមេរ៉ាចេញដាក់កាមេរ៉ាថ្មីនឹងចូលប៉ុណ្ណោះយ៉ាងណាការដំឡើងដុំ 4G hardwire kit នេះបានរៀងត្រូវការ skill នៃការដឹងបន្តិចខ្ញុំពិតជាណែនាំឲ្យអ្នកទាំងអស់គ្នារកជាងដំឡើងវិញដោយសារវាត្រូវតខ្សែយក power ពីអគុយឡានយើងមកប្រើវិញដើម្បីដំណើរការបាន24ម៉ោងរួចដូចនេះបើនៅ stator កុំប៉ះអីល្អជាងព្រោះខាង70ម៉ៃគឺមានក្រុមការងារជំនាញត្រៀមដំឡើងឲ្យយើងស្រាប់ផងដែរហើយកុំបារម្ភពីរឿងអគុយព្រោះនៅក្នុងនេះវាមានមុខងារឆ្លាតដឹងថាពេលណាត្រូវទាញធម្មពលពេលណាដែលត្រូវផ្អាកនិងដឹងពីសុខភាពអគុយយើងច្បាស់វាក៏ផ្ដល់ទិន្នន័យពីកម្លាំងដែលវាប្រើប្រាស់ឲ្យយើងជាម្ចាស់បានដឹងផ្ទាល់នៅក្នុងកម្មវិធីទៀតផងហើយទៅលើមុខងារគឺវាមានច្រើនការកំណត់ក៏ច្រើនដែរដែលយើងអាចកំណត់តាមប៊ូតុងនៅលើកាមេរ៉ាក៏បាននៅលើកម្មវិធីទូរស័ព្ទក៏បានគ្រាន់តែការកំណត់តាមទូរស័ព្ទវាងាយស្រួលជាងតែក៏ត្រូវភ្ជាប់តាម Wi-Fi hotspot ដែលប្រើនៅលើ Wi-Fi 6ផងដែរដើម្បីទទួលបានការគ្រប់គ្រងអស់និងផ្ដល់ល្បឿនលឿនបើតាម Remote 4G វាល្អត្រឹមមើលដំណឹងមើលការ live និងមើលកម្រិតអគុយប៉ុណ្ណោះហើយបបិសោតខ្ញុំប្រើជាមួយ Android វារៀងដំណើរការរហ័សជាង iOS បន្តិចទាំងការលោតដំណឹងទាំងការចូលមើលតាម 4G និងការប្រើ Wi-Fi hotspotអានេះដោយសារខ្ញុំ login កណន័យដាក់នៅលើ iPhone ខ្ញុំផងនិង Android ខ្ញុំផងវាអាចថាល្បឿន stream ខុសគ្នាប្រមាណជា3ទៅ4សេកង់បើអ្នកប្រើធម្មតាក៏ប្រកាសជាមិនចាប់អារម្មណ៍ខ្លាំងនោះទេសរុបមកមានកាមេរ៉ាឡាននេះមួយវាដូចយើងមាន Osmo បូកកាមេរ៉ាឡានបូក GPS បូកកាមេរ៉ានៅក្នុងផ្ទះរស់នៅជាមួយគ្នាចឹងដោយពាក្យយើងឧស្សាហ៍ឮថាភ្នែកទឹកត្រចៀកទឹកចឹងខ្ញុំក៏អត់មានអីត្រូវរអ៊ូច្រើនទៅលើចំណុចខ្វះខាតក្រៅពីអេក្រង់វាមានទំហំតូចបន្តិចកាមេរ៉ាក្រោយវាគួរតែថតបានដល់ 2K និងចង់ឲ្យមានសម្ផស្សភាសាខ្មែរយើងនៅលើចំនួនក្រោយផងដែរព្រោះបើទោះមុខងារបញ្ជាដោយសំឡេងវាលយវាមានប្រយោជន៍មែនតែសម្រាប់អ្នកដែលមិនចេះភាសាអង់គ្លេសក៏ប្រកាសជាពិបាកប្រាប់ឲ្យកាមេរ៉ានឹងធ្វើការរេទៅមកតាមការចង់បានរបស់យើងបន្តិចហើយយ៉ាងណា70ម៉ៃ Omni X800 នេះគឺជាផ្នែកនិងត្រចៀកសំខាន់បំផុតសម្រាប់ម្ចាស់រថយន្តគ្រប់រូបដែលត្រូវការកាមេរ៉ាសុវត្ថិភាពនៅក្នុងឡានមួយធ្វើលើសពី dashcam ធម្មតាវាជារបស់សំខាន់ដែលយើងអាចថាមិនដែលគិតមិនដែលសមតែវាជារបស់សំខាន់ដែលយើងពិតជាត្រូវការដើម្បីជួយផ្ដល់អារម្មណ៍សុវត្ថិភាពទៅដល់យើងដែលជាម្ចាស់រថយន្តគ្រប់ពេលតម្លៃអាចថារៀងថ្លៃគួរសមតែសម្រាប់មុខងារក៏ដូចជាសមត្ថភាពនិងភាពឆ្លាតដែលវាផ្ដល់ឲ្យបានពិតជាមិនអាចរកបាននៅលើកាមេរ៉ាសុវត្ថិភាពដែលដាក់នៅក្នុងឡានដទៃនោះទេអញ្ចឹងនេះជាអ្វីដែលអ្នកត្រូវដឹងមុនសម្រាប់ចិត្តទិញ70ម៉ៃ Dashcam Omni X800 នេះអរគុណសម្រាប់ការទស្សនាជូនពរឲ្យប្រិយមិត្តក៏ដូចជាប្រជាជនខ្មែរយើងទាំងអស់ជួបតែសំណាងល្អក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិយើងនេះដោយរដងខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត